ណាមៃផ្តោខ្លួនត្រឹមត្រូវឲ្យកុមារដែលមានសុខភាពល្អទំនងជាមិនសូវឈឺថ្កាត់នឹកមានការរំលាយអាហារបានល្អជាងគួរតែអនាម័យជារៀងរាល់ថ្ងៃឲ្យកុមារហើយធ្វើជាគំរូសម្រាប់កុមារដើម្បីកុមារធ្វើតាមเป็นអនាម័យឲ្យកុមារមនុស្សធំគួរនិយាយជាមួយកុមារដើម្បីជួយអភិវឌ្ឍភាសានិងរឹតបន្តឹងចំណងមនោសញ្ចេតនាលាងដៃកុមារមុនពេលញ៉ាំអាហារនិងក្រោយពេលទៅបន្ទោបង់ដុសធ្មេញ2 ដងក្នុងមួយថ្ងៃពេលព្រឹកពេលភ្ញាក់ពីដប់ណេកនិងពេលយប់មុនពេលជូនគេងប្រសិនបើកុមារមិនទាន់ដុសធ្មេញសូមប្រើក្រណាត់ស្អាតនិងទឹកអំបិលរាវដើម្បីសម្អាតអង្ចាញធ្មេញនៅរដូវក្តៅកុមារគួរងូតទឹកជារៀងរាល់ថ្ងៃក្នុងរដូវរងាកុមារគួរងូតទឹកពី3 ដងក្នុងមួយសប្តាហ៍កុមារគួរងូតទឹកនៅកន្លែងកក់ក្តៅជៀសវាងខ្យល់បក់ចូល 4. កាត់ក្រចកដៃក្រចកជើងឲ្យកុមារជារៀងរាល់សប្តាហ៍ប្រាប់មួយចានចង្កឹះពែងស្លាបព្រារបស់កុមារត្រូវបានលាងសម្អាតបន្ទាប់ពីញ៉ាំអាហាររួច 7. មិនឲ្យកុមារលេងនៅជិតបង្គន់រង្វះបង្ហូរទឹកលាបមួកគោក្របីទ្រុងក្រោលដើម្បីជៀសវាងការឆ្លងមេរោគបាក់តេរីដែលអាចបំផ្លាញពោះវៀនសេចក្តីសង្ខេបសកម្មភាពអនាម័យ7 យ៉ាងដែលឪពុកម្ដាយគួរធ្វើជាមួយកូន 1. លាងដៃមុនពេលញ៉ាំអាហារនិងក្រោយពេលទៅបន្ទោបង់ 2. ដុសធ្មេញ2 ដងក្នុងមួយថ្ងៃ 3. ងូតទឹកឲ្យបានទៀងទាត់ 4. កាត់ក្រចកដៃក្រចកជើងជារៀងរាល់សប្តាហ៍ 5. ទម្លាក់ព្រូនតាមការណែនាំរបស់បុគ្គលិកពេទ្យ 6. លាងសម្អាតចានចង្កឹះពែងស្លាបព្រាបន្ទាប់ពីញ៉ាំអាហាររួច 7. មិនឲ្យកុមារលេងនៅជិតបង្គន់ឬទ្រុងក្រោល កុមារត្រូវបានអនាម័យស្អាតបាតត្រង់របៀបនិងមានសុខភាពល្អខ្ពស់ឆ្លាតវៃនិងមានទំនុកចិត្ត